បាទជំរាបសួរពុកម៉ែបងប្អូនក្នុងវីដេអូនេះខ្ញុំនឹងលើកយកក្លឹមឈើខ្មៅមកជម្រាបជូនពុកម៉ែបងប្អូនបន្តទៀតសម្រាប់ក្លឹមឈើខ្មៅអ្នកខ្លះគាត់ហៅក្លឹមឈើខ្មៅហៅអង្កត់ខ្មៅហៅនឹងខ្មៅបាទទៅតាមការហៅរបស់គាត់ហើយឈើខ្មៅមួយធឺទៀតនេះគឺឈើខ្មៅដែលមានក្លិនបាទឈួលដូចម្រេចចឹងបាទអ្នកខ្លះគាត់ពេញនិយមឈើខ្មៅហ្នឹងដោយសារឈើខ្មៅហ្នឹងអាចយកទៅធ្វើថ្នាំបានពេលដែលយើងកោសរូបឬក៏ឡើងគ្រងរូបអីហ្នឹងគឺសម្រាប់ឈើខ្មៅដែលមានក្លិនឈួលដូចម្រេចហ្នឹងគឺកតិចវាហុយមកហ្នឹងក៏ធ្វើឲ្យយើងក្តាស់ដែរបាទហ្នឹងក៏ជាប្រភេទឈើខ្មៅមួយដែលកម្រដែរបាទជាទូទៅសរុបជារួមមកយើងអាចយកមកធ្វើជារបស់សក្ការៈបានទាំងអស់មិនថាឈើខ្មៅនាងខ្មៅអង្កត់ខ្មៅអីទេបាទគឺយើងយកមកកសាងបានដូចគ្នាតួយ៉ាងដូចជាតួអង្គព្រះអង្គព្រះភក្ត្រដែលខ្ញុំកំពុងសាងនេះបាទគឺជាតួអង្គដែលមានបាទប្រកេតនាមល្បាញល្បីហើយព្រះអង្គគឺជាបុត្រនៃព្រះអង្គព្រះអេសូរបាទដែលមានឫទ្ធិដែលចាស់ខ្លាំងណាស់នៅក្នុងជំនឿដូនតាខ្មែរយើងតែងតែររបស់ដែលពូកែស័ក្តិសិទ្ធិហើយយកមកកសាងជាតួព្រះអង្គព្រះភក្ត្រនេះជាຂ្នាតបតោកជាຂ្នាតអាសនៈដោយមានជំនឿថាព្រះអង្គមានឫទ្ធិដែលជះមិនត្រឹមតែប៉ុណ្ណោះព្រះអង្គជាតួអង្គដែលកំចាត់នៅសភាវៈអាក្រក់ទាំងឡាយហើយព្រះអង្គគឺជាតួអង្គដែលនាំមកនៅសេរីបាទសុខសុភមង្គលភាគច្រើនដែលយើងកសាងតួអង្គព្រះភក្ត្រនេះច្រើនតែសាងតួអង្គព្រះភ្នែននិងតួអង្គទ្រង់ឈរដែលព្រះភ្នែនហ្នឹងគឺច្រើនមានពហុ2ពហុ4ពហុ6និងពហុ8ឯចំណែកតួអង្គទ្រង់ឈរក៏យើងសាងបានពហុ2ពហុ4ពហុ6ពហុ8បានដូចគ្នាបាទក្នុងនីតិនេះដែរខ្ញុំក៏ចង់ជម្រាបជូនទៅពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ឆ្លាក់សូមតាក់ទងតាមpage បាទឬមួយក៏ពុកម៉ែបងប្អូនអាចជា Telegram ដែលមាន2ខ្សែបាទគឺ012 58 99 69និងមួយខ្សែទៀតគឺ096 28 17 369ដើម្បីងាយស្រួលបកស្រាយជូននៅរាល់ចម្ងល់ដែលពុកម៉ែបងប្អូនតែងតែឆ្ងល់តាក់ទងទៅនឹងរបស់រួចហើយមួយទៀតហ្នឹងពុកម៉ែបងប្អូនតែងតែចង់សួរអំពីតម្លៃបាទតម្លៃដូចខ្ញុំជម្រាបអញ្ចឹងគឺយើងត្រូវការមើលរបស់ជាក់ស្ដែងសិនពុកម៉ែបងប្អូនជាប្រភេទឈើថ្មឬក៏ជាបញ្ញាក្អែកគឺយើងមើលហើយយើងគិតតម្លៃទៅតាមនឹងជាក់ស្ដែងបាទហើយម្យ៉ាងវិញទៀតហ្នឹងបើពុកម៉ែបងប្អូនអាចអញ្ជើញមកដល់កន្លែងផ្ទាល់ដើម្បីយើងប្រឹក្សាឲ្យកាន់តែលម្អិតបាទព្រោះយើងត្រូវការវាស់ខ្នាតបាទដឹងទំហំទៅគឺកសាងទៅកុំឲ្យខុសបាទជាទីបញ្ចប់នេះដែរជាងចម្លាក់ប្រម៉ែធរណីក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែជួយគាំទ្រសូមអរគុណ